នៅថ្ងៃអាទិត្យទី2វិច្ឆិកានេះរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកដិតទីណាបានណែនាំឲ្យមន្ត្រីក្រមអាវ៉ាតសហការគ្នាចុះត្រួតពិនិត្យនិងស៊ើបអង្កេតលើករណីឈ្មួញកណ្ដាលដើរប្រមូលទិញស្រូវផ្ដាច់មុខនៅតាមបណ្ដាខេត្តដែលនាំឲ្យតម្លៃស្រូវធ្លាក់ថ្លៃអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាលោកលុនយ៉េងវិញលើកឡើងថាកម្ពុជាគ្មានករណីឈ្មួញកណ្ដាលទិញស្រូវផ្ដាច់មុខទេពីព្រោះពួកគេគ្មានទុនឬគ្មានលទ្ធភាពទៅបោះមេប្រមូលទិញស្រូវផ្ដាច់មុខបានឡើយចំពោះលោកលុនយ៉េងតម្លៃស្រូវមិនបានធ្លាក់ខ្លាំងនោះទេពលស្រូវមានតម្លៃល្អដូចជាស្រូវក្រអូបនិងផ្ការំដួលជាដើមបាទតាមពិតឥឡូវហ្នឹងតាមខ្ញុំដឹងក្រសួងកសិកម្មលោកកំពុងតាមដានរឿងហ្នឹងដែរពីព្រោះកន្លងមកវាអត់ដែលមានអញ្ចឹងវាឈ្មួញมันអាចមានឈ្មួញណាផ្ដាច់មុខទេពីព្រោះជាទីផ្សារសេរីហើយទី2បច្ចុប្បន្នហ្នឹងឈ្មួញដែលដើរចុះទិញស្រូវគ្រប់កន្លែងហ្នឹងមានរាប់ពាន់នាក់នោះគាត់ត្រូវការឈ្មួញ1ឡាន2អញ្ចឹងគាត់ដើរប្រម៉ូទទិញណាវាដូចជាអត់មានណាទៅផ្ដាច់មុខទេព្រោះឈ្មួញគាត់តួនាទីគាត់សំខាន់មួយគាត់ណាត់កសិករប្រមូលផ្ដុំម្ដុំទៅគាត់ទៅយកស្រូវហ្នឹងហើយគាត់យកទៅលក់តទៀតយកទៅលក់ឲ្យរោងម៉ាស៊ីនឬក៏នាំចេញទៅព្រំដែនបើថាឲ្យរឿងអ្នកណាផ្ដាច់មុខនោះដូចអត់មានទេព្រោះស្រូវយើងច្រើនណាស់អ្នកណាចង់ផ្ដាច់មុខនោះផ្ដាច់ក៏វាអត់កើតដែរហើយវាអត់តាំងពីដើមមកអ្នករស់ស៊ីនៅក្នុងវិស័យស្រូវអង្ករនេះគេបានដឹងច្បាស់ណាស់ថាវាអត់មានអ្នកណាទៅផ្ដាច់មុខបានទេព្រោះវាគ្មានលុយណាផ្ដាច់មុខបានដែរព្រោះទំហំស្រូវរបស់យើងនឹងត្រូវការលុយរាប់ពាន់លានដុល្លារអានឹងបើចង់ផ្ដាច់មុខចង់ធ្វើនឹងតើតែគាត់នឹងមានសិទ្ធិទិញទាំងអស់អានេះបើយើងនិយាយជាទស្សនវិជ្ជាទូទៅណាបាទប៉ុន្តែឃើញតែដោយសារមានប្រហែលជាមានការយល់ច្រឡំពីប្រជាពលរដ្ឋមួយចំនួនដែលថាគាត់ទិញស្រូវទៅគាត់លក់ស្រូវទៅថាកន្លែងហ្នឹងឃើញមានតែម្នាក់ពីរនាក់ចុះទៅទិញអីអញ្ចឹងណាអញ្ចឹងគិតថាប្រហែលជាគេផ្ដាច់មុខអីតាមពិតវាមិនអញ្ចឹងទេឈ្មួញជាទូទៅឈ្មួញពេលខ្លះគាត់តំណាក់តំណងទៅឃុំទៅប្រជាពលរដ្ឋឬក៏ម៉ាស៊ីនឆ្នោតពីមុនថាកន្លែងហ្នឹងមានស្រូវអត់ស្រូវអីទេណាហើយអញ្ចឹងគាត់ថាដល់គេច្រូតថ្ងៃណាច្រូតថ្ងៃកថ្ងៃខអញ្ចឹងទៅថ្ងៃទី1ទី2អញ្ចឹងទៅគាត់នឹងយកឡានទៅប្រមូលទិញហើយប៉ុន្តែទៅដល់ជួនកាលវាមានតែឈ្មួញម្នាក់ពីរនាក់អីអញ្ចឹងទៅឬក៏អត់មានម្នាក់អីយ៉ាងហ្នឹងទៅដូចគេយល់ថាប្រហែលជាអាចផ្ដាច់មុខអីអញ្ចឹងក៏ប៉ុន្តែជាទូទៅមិនអញ្ចឹងទេតម្លៃដែលយើងរាល់ថ្ងៃយើងនាំចេញគឺយើងនាំចេញប្រភេទអង្គក្រអូបផ្ការំដួលផ្កាម៉ាលីសសូម៉ាលីអីអញ្ចឹងណាអញ្ចឹងបើគុណភាពល្អវានៅក្នុងប្រហែលជា950ឬក៏1010រៀលអីមាននៅដល់នៅប៉ុណ្្នឹងឯណារងថ្ងៃណាបាទគួររំលឹកថាប្រតិកម្មរបស់រដ្ឋមន្ត្រីកសិកម្មកើតមានបន្ទាប់ពីមានការបង្ហោះចែកចាយលើបណ្ដាញសង្គមនៅសម្លេងបរិសម្នាក់ដែលបានលើកឡើងថាមានឈ្មួញកណ្ដាលកាងតំបន់ដើរប្រមូលទិញស្រូវនៅតាមបណ្ដាខេត្តនានាដែលជាហេតុធ្វើឲ្យតម្លៃស្រូវធ្លាក់ថ្លៃខ្លាំងត្បិតតម្លៃនៅលើបបោមាត់របស់ឈ្មួញ